guys hello នឹងឯក្តីសម័យខ្លះជា content creator របស់ខ្ញុំគិតថាវាកំពុងតែ step by step ហើយដោយសារតែខ្ញុំមានក្តីសម័យចង់ធ្វើជា content creator ហ្នឹងយូរដែរតាំងខ្ញុំរៀនទី12ដោយសារតែខ្ញុំមើលវីដេអូបងខ្ញុំចេះមើល YouTube ខ្ញុំចេះមើល Facebook អញ្ចឹងទៅខ្ញុំឃើញគាត់ធ្វើអញ្ចឹងទៅខ្ញុំមានកម្លាំងចិត្តមានឆន្ទៈចង់ធ្វើអញ្ចឹងណា so ខ្ញុំចង់ទិញ tripod ប៉ុន្តែយើងអត់ទាន់មានលុយសម្រាប់ទិញតម្លៃថ្លៃហើយខ្ពស់ហើយតែខ្ញុំស្រាប់តែខ្ញុំមកទិញកូន tripod ដែរកូន tripod នេះគឺខ្ញុំទិញនៅហាងមួយហើយខ្ញុំឃើញគាត់លក់ខ្ញុំឃើញគាត់ថតដាក់ TikTok ហើយអញ្ចឹងទៅខ្ញុំក៏សម្រេចចិត្តថាទិញ guys 2.45 tripod នេះគឺវាអត់ខ្ពស់ម៉ានេះគឺវាគ្រាន់តែមកឲ្យយើងអង្គុយដើម្បីថតស្រួលណាប៉ុន្តែមែនតើទៅចិត្តរបស់ខ្ញុំចង់ទិញtripod ដែលយើងអាចឈរថតបានអញ្ចឹងណាអាហ្នឹងវាងាយស្រួលសម្រាប់ឲ្យយើងថតរូបក៏បានថតវីដេអូក៏បានហើយនៅពេលដែលយើងថតវីដេអូឈរអញ្ចឹងទៅយើងមិនចាំបាច់ពឹងឲ្យគេថតឲ្យអញ្ចឹងណាអញ្ចឹងខ្ញុំគិតថានេះគឺជា first step របស់ខ្ញុំដែលខ្ញុំនឹងទិញវា so let's see oh I love it កូន tripod ក៏បានដែរអ្នកនរគ្នាអត់អីទេចាំយើងមានលុយចាំយើងទិញធំហ្មង let's see ខ្ញុំឆ្លាញ់អ្នកនរគ្នា Hi អូខេហើយអានេះគឺជា tele បជា so ត្រង់ចាំមើលវីដេអូបន្ទាប់ខ្ញុំនឹងចេញឯដែលខ្ញុំចង់ធ្វើគឺខ្ញុំចង់ចែកលេខទៅជាមួយនឹងការរៀនទៅជាមួយនឹងការដើរលេងឬក៏ការទៅទីកន្លែងណាថ្មីៗចឹងទៅឬក៏ជា experience របស់ខ្ញុំនៅក្នុងជីវិតរបស់ខ្ញុំអីចឹងទៅ so let's see cannot wait to do the vlog or video bye